ហ៊ុនម៉ាណែតទៅកាន់ប្រទេសវៀតណាមនឹងការចូលប្រជុំនៅវៀតណាមព័ត៌មានបានឲ្យដឹងថាខ្មែរនិងយួនបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការឆ្នាំ26ដល់ឆ្នាំ30ជាមួយគ្នានៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនាយករដ្ឋមន្ត្រីថៃក៏បានដឹកនាំពាណិជ្ជករនិងវិនិយោគិនថៃទៅកាន់ប្រទេសវៀតណាមដែរថៃងាកទៅសហការជាមួយវៀតណាមក្នុងដៃគូជំនួញនិងក្នុងយុទ្ធសាស្ត្រឥណ្ឌូចិនបែងចែកផលលាភនឹងគ្នាយុទ្ធសាស្ត្រឥណ្ឌូចិនបែងចែកផលលាភនឹងគ្នានឹងអាចផ្ដល់ឱកាសឲ្យវៀតណាមពង្រីកទីផ្សារនិងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងថៃហើយអនុញ្ញាតឲ្យថៃមានលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការទាំងនយោបាយទាំងជំនួញសេដ្ឋកិច្ចនិងធនាគារ Telecom ជាមួយនឹងវៀតណាមប្រទេសពីរនេះធ្លាប់មានប្រវត្តិសាស្ត្រយូរលង់ក្នុងការទាញយកផលប្រយោជន៍ពីប្រទេសឡាវនិងប្រទេសកម្ពុជាដែលជាប្រទេសតូចហើយទន់ខ្សោយជាងដូច្នេះដំណើរនៃលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅកាន់ប្រទេសវៀតណាមជួនគ្នានឹងដំណើររបស់លោកនាយករដ្ឋមន្ត្រីថៃអនុទិនចានវិរៈគុណដែលទៅប្រកួតប្រជែងជាមួយនឹងដំណើរផ្លូវការរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក្នុងនេតិនេះយើងចាំមើលថាតើលទ្ធផលនៃដំណើររបស់អនុទិនទៅកាន់ប្រទេសវៀតណាមនិងលទ្ធផលនៃដំណើររបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅកាន់ប្រទេសវៀតណាមចេញផលយ៉ាងណាខ្ញុំនឹងបច្ចុប្បន្នភាពជូនលោកអ្នកបន្តទៅទៀតនេតិឥឡូវនេះខ្ញុំមានវីដេអូជាច្រើនពាន់វីដេអូនៅឯ channel របស់ខ្ញុំនៅ YouTube ហើយខ្ញុំក៏ចាប់ផ្ដើមរំកិលការធ្វើ live show ក្នុងនេតិឆ្លើយឆ្លងគ្នាជាមួយនឹងប្រិយមិត្តនៅ Facebook ខ្លះសូមបញ្ជាក់ថាដែលមិនឃើញខ្ញុំនៅក្នុង Facebook រីឯអ្នកដែលបានលួចវីដេអូខ្ញុំទៅគឺកាត់យកតែរឿងដែលមិនច្បាស់លាស់ហើយប្រិយមិត្តមិនបានឆ្លងឆ្លើយជាមួយខ្ញុំដូចបច្ចុប្បន្ននេះទេអញ្ចឹងចាប់ពីថ្ងៃនេះតទៅខ្ញុំអើតក្បាលមក Facebook ហើយនឹងឆ្លងឆ្លើយនៅក្នុងនេតិសំណួរចម្លើយដែលអាចធ្វើទៅបាននៅ Facebook អ្នកសួរមានច្រើនអ្នកនៅ YouTube ក៏អ្នកសួរមានច្រើនណាMinia Energy សួស្ដីទាំងអស់គ្នានៅ YouTube ក៏សួស្ដីនៅ Facebook ក៏សួស្ដីបច្ចុប្បន្នម៉ោង 9:33 នាទីវេលាព្រឹកថ្ងៃច័ន្ទទី 8 ខែមិថុនាឆ្នាំ 2026 ត្រូវនឹងម៉ោង 8:33 នាទីយប់នៅប្រទេសកម្ពុជាថ្ងៃខែដូចគ្នាសហរដ្ឋអាមេរិកភូមិភាគឆ្នេរសមុទ្រអាត្លង់តិកមានន័យថាសមុទ្រខាងកើតនៃប្រទេសអាមេរិកខុសពីប្រទេសកម្ពុជាគឺអាមេរិកយឺតជាងប្រទេសកម្ពុជា11ម៉ោងណាតូចប៊ុននិនអ្វីដែលតានិយាយមាន3យ៉ាងទី1គឺការប្រើវោហារសាស្ត្រដែលការប្រើវោហារសាស្ត្រនោះជា rhetorics ដែលមិនពិតទេមួយទៀតគឺការនិយាយកំ pl ែងដែលគ្រាន់តែផ្ដល់នៅឱកាសសប្បាយរីករាយក្នុង show មួយទៀតគឺនិយាយដោយមានអំណះអំណាងតែគ្រប់ពេលដែលនិយាយកុំឲ្យជឿចេមសុកត្រូវតែសិក្សាបន្ថែមដើម្បីឲ្យបានច្បាស់លាស់ណា
បសសួរថាលោកតាខ្ញុំនៅតែឆ្ងល់ពីគោលដៅខ្ញុំនៅតែឆ្ងល់ពីគោលដៅណាខ្ញុំនៅតែឆ្ងល់ពីគោលដៅអីណាវាពិបាកនៅក្នុងខ្ញុំនៅឆ្ងល់ពីគោលដៅអីណាអញ្ចឹងណាខ្ញុំឃើញសំណួរវាផ្្លាត់ច្រើនខ្ញុំឆ្លើយអត់ទាន់ទេអញ្ចឹងសួស្តីខេត្តព្រះវិហារSunny Mail currently teacher of English holding a Bachelor of Education any recommendation thank you បរិញ្ញាបត្រត្រីភាសាអង់គ្លេសល្អដល់ពេលរៀនបើចេះអង់គ្លេសស្ទាត់រៀនlooking at computer science specialize in machine learning and AI ទោះបីមានការលំបាកប៉ុណ្ណាក៏ដោយសាកលមើលពីព្រោះជាអនាគតរបស់យើងនៅពេលដែលយើងចេះអង់គ្លេសច្រើនហើយយើងយល់ដឹងអំពីបច្ចេកវិទ្យា computer អូខេចៅតែដោយយើងមានបរិញ្ញាបត្រត្រីភាសាអង់គ្លេសយើងអាចរកការងារធ្វើនៅពេលដែលយើងរកការងារធ្វើយើងពេចពិលរមិលមើលdiscipline course ខាង computer science យើងអាចរៀនយឺតwebmaster យើងអាចពន្លាវាឲ្យវែងនៅពេលដែលយើងប្រើប្រាស់ភាសាអង់គ្លេសដើម្បីនឹងធ្វើការងារនៅក្នុងភាសាអង់គ្លេសនៅពេលដែលយើងចេះស្ទាត់អ្វីដែលយើងត្រូវការជាងគេគឺទំនៀមទម្លាប់ការងារដូចឧទាហរណ៍ថាយើងធ្វើការនៅក្រុមហ៊ុនជំនួញឬក៏ពាណិជ្ជកម្មបើសិនជានៅក្នុងក្រុមជំនួញពាណិជ្ជកម្មយើងអាចងាកមករៀនគណនេយ្យកម្ម accounting ដោយចាប់ផ្ដើមរៀន bookkeeping ហៅថារៀនកាន់បញ្ជីណាហើយរបស់របរអស់ហ្នឹងយើងចាប់ផ្ដើមយកចំណេញតាមការរៀនតាម YouTube សូមបញ្ជាក់ថាការផ្សព្វផ្សាយរបស់ TikTok 99% គឺជាវីដេអូដែលតាក់ចិត្តដិតអារម្មណ៍តែវីដេអូផ្នែក education នៅ TikTok មានតែ 1% ទេហើយព័ត៌មានដែលផ្ដល់ឲ្យចេះដឹងនៅក្នុង TikTok គឺតែជាង 1% TikTok គឺជាចលកម្មដែលគេធ្វើឲ្យមនុស្សសប្បាយរីករាយសើចក្អាកក្អាយរន្ធត់ចិត្តនឹកស្មានមិនដល់ហើយគេលក់ទំនិញដែលទំនិញហ្នឹងមានទំនិញខ្លះល្អមានទំនិញខ្លះឆក់ចិត្តដិតអារម្មណ៍តែមិនល្អចំណែកឯវគ្គសិក្សាអប់រំនៅក្នុង TikTok មិនមានទេតិចណាស់រីឯព័ត៌មានតាក់ទងនឹងការព្យាបាលឬក៏តាក់ទងនឹងសុខភាពនៅក្នុង TikTok ព័ត៌មានតាក់ទងពីសុខភាពគឺព័ត៌មានភាគច្រើនមិនពិតទេបើសិនណាជាជឿតាម TikTok អាចនឹងអត់បានផលឬក៏គ្រោះថ្នាក់តិចពីព្រោះអ្វីឧទាហរណ៍ដូចជារឿងនិយាយអំពីទឹកនោមផ្អែមនិយាយអំពីរឿងមហារីកនិយាយអំពីរឿងលើសឈាមមិនសូវទេហើយការផ្សព្វផ្សាយបញ្ហាសុខភាពខ្លះវាជា shock វាជាការធ្វើឲ្យភ័យខ្លាចអញ្ចឹងប្រភពដែលយើងរៀនសូត្របានច្រើនគឺ YouTube ទៅបីមានសម្រាមច្រើនតែយើងអាចទាញយកមេសប្រាក់ពី YouTube បានពីព្រោះវាជា long duration video អញ្ចឹងវាជួយយើងច្រើននៅក្នុងពេលដែលបច្ចេកវិទ្យាកំពុងតែជឿនលឿនការភូតកុហកគឺរឹតតែច្រើននៅពេលដែលយើងសម្បូរទៅដោយព័ត៌មានការភូតកុហកគឺច្រើនហើយព័ត៌មានពិតទាមទារឲ្យមាន subscription អញ្ចឹង YouTube ខ្លាយទៅជាប្រភពមួយរីឯ Facebook គឺជាប្រភពមួយទៀតដែលរៀននៅ TikTok វាជាប្រភពសបាយយើងសបាយយើងភ្ញាក់ផ្អើលយើងសើចក្អាកក្អាយអាហ្នឹងនៅ TikTok ហើយមនុស្សនៅក្នុងយុគសម័យZ
ហើយនឹងយកសម័យ alpha ឬក៏ beta ទៅមុខទៀតហ្នឹងគឺភ្លុកទឹកភ្លុកដីជាមួយនឹង TikTok រហូតដល់បច្ចេកវិទ្យាបង្ហាញឲ្យយើងឃើញនៅ platform ថ្មីការប្រើ TikTok វាស្រួលណាស់ប៉ុន្តែត្រូវប្រញាប់ clear data clock នៅក្នុង TikTok ពីព្រោះបើអង្គុយទាញ TikTok ហើយអត់ clear data clock នៅក្នុង TikTok ទូរស័ព្ទយើងយូរទៅកាំងអញ្ចឹងរៀងរាល់ពេលដែលលេង TikTok ពេលយើងមើលច្រើនយើងត្រូវ clear space យើងត្រូវ clear space លុបវាចោលពីព្រោះនៅក្នុងមួយឈុចដែលយើងលេងហ្នឹងរាប់រយ megabyte បានជានេះហើយវាប៉ះទង្គិចទៅក្នុងចរន្តនៃការប្រើទូរគមនាគមន៍ផងអញ្ចឹងត្រឡប់ទៅវិញការរៀនអង់គ្លេសនឹងល្អហើយណាកូនណាល្អហើយបាទល្អហើយណាបារាំងមកដាក់អាណាព្យាបាលលើប្រទេសកម្ពុជាដោយសារហេតុអ្វីណាសំណួររបស់Jenny Saibas បើចង់ដឹងអំពីមូលហេតុនៃអាណានិគមនិយមបារាំងនៅប្រទេសកម្ពុជាហើយជួយឲ្យចម្រើននៅក្នុងការចេះដឹងផ្នែកប្រវត្តិសាស្ត្រក៏ប៉ុន្តែត្រូវរៀនអំពីមនោគមវិជ្ជាខ្លះឲ្យយល់ដឹងសៀវភៅមួយដែលយួនមិនសូវឲ្យបង្រៀនទេកាលដែលយួនកាន់កាប់ប្រទេសកម្ពុជាកាលយួនកាន់កាប់ប្រទេសកម្ពុជាយួនអតីតសហភាពសូវៀតបានបោះពុម្ពសៀវភៅនេះនៅទីក្រុងម៉ោស្កូដែលវាគ្មិនអ្នកប្រែភាសាខ្មែរឈ្មោះលោកបណ្ឌិតឡុងសៀមអង្គការបោះពុម្ពផ្សាយ Progress នៃវិទ្យាស្ថានអ្នកប្រាជ្ញសូវៀតបានបោះពុម្ពសៀវភៅនេះយកមកឲ្យរដ្ឋាភិបាលហេងសំរិនប្រើប្រាស់ក្នុងការសិក្សាត្រូវយួនមិនហាមទេតែណែនាំមិនដាក់ឲ្យនៅក្នុងកម្មវិធីសិក្សាទេពីព្រោះយួនកាលនៅកាន់កាប់ប្រទេសកម្ពុជាយួនអត់ចូលចិត្តសៀវភៅហ្នឹងទេមូលហេតុដែលយួនអត់ចូលចិត្តសៀវភៅហ្នឹងគឺជាសៀវភៅដែលយួនចាត់ទុកថាបើខ្មែររៀនសៀវភៅហ្នឹងទៅចេះច្រើនក្នុងប្រវត្តិសាស្ត្រយួនបារម្ភខ្លាចខ្មែរមិនចូលចិត្តគាត់សៀវភៅនេះកាលបោះពុម្ពសៀមភ្លាមរូបរាងចេះគេហៅថាប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជាបោះពុម្ពទៅរូបរាងចឹងតែបច្ចុប្បន្នសំណាងដែលមានខ្មែរយើងយកមកបោះពុម្ពសារថ្មីនៅប្រទេសកម្ពុជាគេមានលក់វាបោះពុម្ពសារថ្មីខ្មែរយើងយកមកបោះពុម្ពសារថ្មីណាដល់ខ្មែរយើងយកមកបោះពុម្ពសារថ្មីទៅហើយច្បាស់ដូចគ្នាអញ្ចឹងសៀវភៅនេះបើចង់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាគួរក៏បីប្រិមិត្តកូនចៅទិញសៀវភៅនេះអានសៀវភៅ3ក្បាលដែលត្រូវអានរួមគ្នាហើយពិចារណាគឺសៀវភៅនេះមួយសៀវភៅឯកសារមហាបុរសខ្មែរសៀវភៅឯកសារមហាបុរសខ្មែរសៀវភៅនេះត្រូវអានហើយបើកូនចៅឃើញក្រាស់ហើយខ្លាចកូនចៅល្ងងរហូតតាឲ្យតែឃើញក្រាស់អញ្ចឹងដូចចំណៃឆ្ងាញ់អញ្ចឹងណានៅពេលដែលទិញសៀវភៅឯកសារមហាបុរសខ្មែរត្រូវយកច្បាប់ដើមអក្សរណាដែលវាយពុម្ពថ្មីហើយនឹងវាយកុំព្យូទ័រដាច់ខាតកុំទិញត្រូវយកភាសាច្បាប់ដើមពុម្ពអក្សរដើមយកពុម្ពអក្សរដើមកុំទិញឯកសារមហាបុរសខ្មែរដែលវាយកុំព្យូទ័រនិងកុំទិញឯកសារមហាបុរសខ្មែរដែលចាប់ពុម្ពនៅក្នុងទសវត្សរ៍ទី90ពីព្រោះសៀវភៅដែលបោះពុម្ពដោយក្រសួងអប់រំជាតិនៅពេលនោះហើយសៀវភៅចាប់ពុម្ពនិងសៀវភៅវាយកុំព្យូទ័រខុសច្រើនណាស់អញ្ចឹងសៀវភៅមួយដែលអានហើយត្រូវមាននៅផ្ទះគឺឯកសារមហាបុរសខ្មែរសៀវភៅទី2ឬក៏សៀវភៅបន្ទាប់ដែលគួរអានគឺប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជាដែលគេបោះពុម្ពសារថ្មីលក់យួនអត់ឲ្យអានទេពីព្រោះរឿងវាពិតច្រើនណានេះសៀវភៅហ្នឹងសៀវភៅក្រុមទី3ដែលគួរអាន
sự phơi trong tí bay để cô án cứ sự phơi để riệp riêng đòi văn đi cả ẩn sự phơi để riệp riêng đòi văn đi cả ẩn bay phêประวัติศาสตร์ในประเทศกัมพูชีโดยวันดีก่อนประวัติศาสตร์ในประเทศกัมพูชีโดยวันดีก่อนสิบพือใบนี่เชี่ยสิบพือจับพดามขนมสิบพือมาโรยกระบาลแต่โกนขมายกูอ่านโกนขมายกูอ่านอ่อยดอลมาโรยกระบาลปีเรื่องประเทศខ្លួនឯងนะអំពីប្រទេសខ្លួនឯងនៅពេលអានឯកសារមហាបរោះខ្មែរអានសិភៅប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារបស់លោកវ៉ាន់ឌីកាអុនហើយនឹងអានសិភៅប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជារបស់អតីតសហភាពសូវៀតគឺសិភៅសូវៀតអ្នកប្រាជ្ញសូវៀតគេសរសេរតាមរបៀបកាល់ម៉ានិយមដូច្នេះនៅពេលដែលគេសរសេរតាមរបៀបកាល់ម៉ានិយមអ្នកអានត្រូវយល់អំពីទ្រឹស្ដីនឹងការវិភាគរបស់សិភៅនេះគឺវិភាគតាមកាល់ម៉ានិយមដូច្នេះអានសិភៅនេះប្រយ័ត្នប្រយែងព័ត៌មាននៅក្នុងសិភៅនេះច្បាស់លាស់ព័ត៌មាននៅក្នុងសិភៅនេះច្បាស់លាស់តែការវិភាគរបស់សិភៅនេះវាកាល់ម៉ានិយមអ្វីដែលសំខាន់នៅក្នុងសិភៅនេះទី1គឺគេបញ្យល់អំពីបុព្វហេតុនៃអាណានិគមនិយមដែលមានអ្នកសួរអំពីអាណានិគមនិយមបារាំងបើនេះរីឯសិភៅនេះមិនមាននិយាយច្រើនពីអាណានិគមនិយមទេហើយឯកសារមហាបរោះខ្មែរមិនមាននិយាយច្រើនពីអាណានិគមនិយមទេបាទឥឡូវនេះចូលមកដល់អាណានិគមនិយមអ្វីទៅគឺជាអាណានិគមនិយមនៅក្នុងពិភពលោកអាណានិគមនិយមបានកើតឡើងនៅក្នុងរវាងសតវត្សគេថាបើនិយាយទៅវាក្រោយសតវត្សទី10គំនិតអាណានិគមនិយមបានកកើតឡើងអ្វីទៅដែលហៅថាអាណានិគមនិយមគឺជាការស្វែងរកទឹកដីរបស់អំណាចសមុទ្រដែលពីដើមឡើយគេអត់មានយន្តហោះជិះទេអញ្ចឹងប្រទេសណាដែលមានការជឿនលឿនផ្នែកនាវាចរប្រទេសនោះនឹងក្លាយទៅជាអំណាចខាងសមុទ្រគេហៅថា sea power នៅពេលដែលប្រទេសដែលមានអំណាចខាងសមុទ្រមានប្រទេសអង់គ្លេសប្រទេសប៉ូទុយហ្គាល់ប្រទេសណេធើឡង់ដែលយើងហៅថាប្រទេសហូឡង់ប្រទេសស្ប៉េនយើងហៅថាអេស្ប៉ាញជាដើមប្រទេសទាំងអស់នោះក៏คล้ายទៅជាប្រទេសដែលមានសំពៅធំធំហើយនឹងវិជាក្នុងការដើរសំពៅឆ្ងាយនៅពេលដែលដើរសំពៅឆ្ងាយគេក៏ស្វែងរកទឹកដីឬកោះដែលគេអាចទាញផលបានហើយក្រោយមកក៏គេកសាងអំណាចអាណានិគមនិយមដូច្នេះអាណានិគមនិយមកើតមកគឺការស្វែងរកធនធាននិងផលប្រយោជន៍ដល់ពេលគេបានធនធាននិងផលប្រយោជន៍គេក៏រៀបចំនៅចំណុចមួយតាមពិភពលោកដើម្បីនឹងបង្កើតនៅកំពង់ផែហើយក្រោយមកគេក៏ចងក្រងកំពង់ផែឲ្យคล้ายទៅជាប្រព័ន្ធពាណិជ្ជកម្មតាមរយៈការធ្វើដំណើរសមុទ្រហើយការចងក្រងពាណិជ្ជកម្មតាមរយៈធ្វើដំណើរសមុទ្រនេះគំនិតបែបនេះវាកើតឡើងប្រមាណជាង 3000 ឆ្នាំអញ្ចឹងដល់ក្រោយពីសតវត្សទី10មកកំណើតអាណានិគមបានចាប់ផ្ដើមផុសផុលរហូតដល់សតវត្សទី15ហើយក៏បន្តរហូតដល់សតវត្សទី19អាណានិគមនិយមក៏កែប្រែរបៀបធ្វើការរកស៊ីនៅក្នុងពិភពលោកដែលឈានមកដល់បច្ចុប្បន្ននេះអាណានិគមនិយមនៅបន្តតែអាណានិគមនិយមគេដូរឈ្មោះអាណានិគមនិយមប៉ូទុយហ្គេអាណានិគមនិយមហូឡង់ដេអេស្ប៉ាញអង់គ្លេសអាមេរិកអីជាដើមគេបានដូរគេប្រែពាក្យថាដកគេដកអាណានិគមនិយមគេទៅវិញគេដូរគេក៏ចាប់ផ្ដើមនៅក្រោយបញ្ចប់សង្គ្រាមលោកលើកទី2ឆ្នាំ1945គេបង្កើតនៅរបបមួយថ្មីដែលរបបនោះគេបានជួបប្រជុំគ្នា
នៅតំបន់មួយនៃសហរដ្ឋអាមេរិកនៅរដ្ឋ New Hampshire នៅក្នុងទីក្រុងតូចមួយមានសន្តាគារសឈ្មោះ Bretton Woods នៅ Corel Bretton Woods គេបានប្រជុំគ្នានៅឆ្នាំ1944ហើយកិច្ចប្រជុំនោះមានមនុស្សជាង700នាក់បានត្រូវប្រមូលទៅប្រជុំគេបង្កើតនៅរបស់មួយហៅថារបបពិភពលោកថ្មីគេហៅកិច្ចប្រជុំនោះហៅថា Summit Bretton Woods តែគេធ្វើឡើងនៅសន្តាគារមួយឈ្មោះ George Washington នៅឯរដ្ឋ New Hampshire នៅក្នុងតំបន់តូចមួយដ៏មានសម្រស់ស្អាតឈ្មោះថា Bretton Woods ក្រោយពីកិច្ចប្រជុំនឹងមកបញ្ចប់សង្គ្រាមលោកលើកទី2ទៅក៏អាណានិគមចាប់ផ្ដើមដករបបនយោបាយថ្មីបានកើតឡើងដែលរបបនយោបាយថ្មីនោះគេហៅថា globalization ដែលភាសាខ្មែរប្រែថាសកលលោកភាវូបនីយកម្មសកលលោកភាវូបនីយកម្មគឺជាអាណានិគមនិយមថ្មីហើយអាណានិគមនិយមថ្មីនេះពេលគេចាប់ផ្ដើមបង្កើតឡើងពីឆ្នាំ1944វាបែកជាពីរនៅឆ្នាំ1948វាបែកជាពីរដែលបានកើតឡើងនៅសម្ព័ន្ធពីរសម្ព័ន្ធមួយដឹកនាំដោយសហភាពសូវៀតឈ្មោះហៅថា Warsaw ដែលខ្មែរយើងហៅតាមបារាំងថា Varsavy សម្ព័ន្ធមួយទៀតហៅថាសម្ព័ន្ធ NATO ដែលបច្ចុប្បន្នយើងហៅថា NATO អូតង់សម្ព័ន្ធពីរហ្នឹងបានបង្កើតឡើងមានរបៀបខុសគ្នាសម្ព័ន្ធ Varsavy ឬ Warsaw បង្កើតជា economic globalization គេហៅថាសេដ្ឋសាស្ត្រសកលភាវូបនីយកម្មចំណែកឯ NATO គេអត់បង្កើតជាចេញមុខថាជា globalization ទេគេបង្កើតចេញមុខជាបកសម្ព័ន្ធយោធាបកសម្ព័ន្ធពីរនេះបានប្រកួតប្រជែងគ្នាពីឆ្នាំ48មកចប់នៅឆ្នាំ1991ហើយក្រោយពីបញ្ចប់ឆ្នាំ1991គេក៏បង្កើតនៅរបស់មួយហៅថា globalization ដោយគេប្រកែកថាមិនមែនជាអាណានិគមទេពេលហ្នឹងហើយក៏គេបង្កើតសកលលោកការភិវឌ្ឍបន្តដែលមកទល់សប្តាហ៍ថ្ងៃនេះ globalization កំពុងតែដំណើរការតែមានការប្រែប្រួល globalization ដំបូងគឺការបបួលឲ្យប្រទេសមួយបង្កើតសហគមន៍ពាណិជ្ជកម្មជំនួញសេដ្ឋកិច្ចវប្បធម៌សង្គមធនាគារជាដើមលក្ខណៈ